មុនពេលអ្នកបើក trade មាស XAU USD បន្ទាប់សូមភ្លេចសំណួរមួយសិនមាសនឹងឡើងឬចុះហើយបដូរមកសួរខ្លួនឯងថាបើមាសឡើងខ្ញុំនឹងធ្វើអ្វីបើមាសចុះខ្ញុំនឹងធ្វើអ្វីនេះគឺជាវិធីគិតរបស់ trader ដែលមិនព្យាយាមទាយទីផ្សារប៉ុន្តែត្រៀមខ្លួនសម្រាប់អ្វីដែលទីផ្សារអាចធ្វើបានថ្ងៃនេះយើងនឹងយក XAU USD មកធ្វើជា case study មួយដើម្បីរៀនពី risk management និងរបៀបរៀបចំផែនការសម្រាប់ move បន្ទាប់របស់ gold ចំណុចសំខាន់គឺនេះមិនមែនជាការទស្សន៍ទាយថា gold នឹងឡើងឬចុះទេវាគឺជាផែនការសម្រាប់ទាំងពីរ scenario gold គឺជាទីផ្សារដែលអាចមាន volatility ខ្លាំងតម្លៃអាចផ្លាស់ទីលឿនដោយសារកត្តាដូចជា US dollar treasury yields ការរំពឹងទុកអំពីគោលនយោបាយរបស់ Federal Reserve inflation employment data និង geopolitical risk ក្នុងពេលថ្មីនេះចលនារបស់ gold ក៏ត្រូវបានជះឥទ្ធិពលដោយការផ្លាស់ប្ដូររបស់ dollar និង treasury yields ព្រមទាំងការរំពឹងទុកអំពី Federal Reserve ផងដែរដូច្នេះនៅពេលទីផ្សារមានព័ត៌មានថ្មីយើងមិនគួរប្រញាប់ចូល trade ដោយសារតែយើងឃើញ candle ឡើងខ្លាំងឬចុះខ្លាំងនោះទេយើងត្រូវមាន scenario សូមស្រមៃថា gold កំពុងឡើងខ្លាំងហើយកំពុងខិតជិតតំបន់ resistance សំខាន់មួយ trader មួយចំនួនឃើញ candle ពណ៌បៃតងជាច្រើនហើយគិតភ្លាមថា buy gold កំពុងឡើងប៉ុន្តែ trader ដែលមាន discipline មិនប្រញាប់ chase price ទេគាត់រងចាំមើលថាតើ buyer នៅតែមានកម្លាំងឬអត់ឧទាហរណ៍ gold អាច pull back ចុះមករក support បន្ទាប់មក price ចាប់ផ្ដើមបង្ហាញ bullish confirmation នៅពេលនោះទើបយើងចាប់ផ្ដើមគិតអំពី buy setup ផែនការរបស់យើងអាចមានលំដាប់ដូចជា pullback support confirmation បន្ទាប់មក entry ប៉ុន្តែមានសំណួរសំខាន់មួយទៀតតើ stop loss របស់យើងនៅឯណាសូមសម័យថា trading account របស់អ្នកមាន$1000អ្នកសម្រេចចិត្តថា risk ត្រឹមតែ 1% ក្នុងមួយ trade នោះមានន័យថា maximum risk របស់អ្នកគឺ$10មិនមែន$50មិនមែន$100គឺ$10នេះជាចំណុចដែល trader ថ្មីជាច្រើនមើលរំលង position size ត្រូវតែសមស្របជាមួយ stop loss និងចំនួនប្រាក់ដែលអ្នកព្រមទទួលការខាតបង់ stop loss មិនមែនជាសញ្ញាថាអ្នកជា trader មិនល្អទេ stop loss គឺជាឧបករណ៍ការពារ account របស់អ្នកប្រសិនបើ market បង្ហាញថា analysis របស់អ្នកខុសអ្នកត្រូវទទួលស្គាល់ loss តូចមួយហើយបន្តទៅមុខកុំរើ stop loss ឲ្យឆ្ងាយជាងមុនគ្រាន់តែព្រោះអ្នកមិនចង់ទទួលស្គាល់ថាខ្លួនខុសឥឡូវយើងមើល scenario ទី2 gold មកដល់ resistance ប៉ុន្តែវាមិនអាច break higher បានទេផ្ទុយទៅវិញ price ត្រូវបាន reject ហើយចាប់ផ្ដើមបង្កើត lower high បន្ទាប់មកវាបំបី support សំខាន់មួយនៅពេលនេះ market structure ចាប់ផ្ដើមផ្លាស់ប្ដូរប៉ុន្តែតែយើងគួរ sell ភ្លាមឬមិនទាន់ទេយើងនៅតែរងចាំ confirmation ឧទាហរណ៍ resistance បន្ទាប់មក rejection បន្ទាប់មក structure break បន្ទាប់មក retest ហើយចុងក្រោយ bearish confirmation នៅពេល set up ច្បាស់លាស់ទើបយើងពិចារណា sell ហើយ risk management នៅតែដដែលតើ stop loss នៅឯណាតើយើងខាតប៉ុន្មានប្រសិនបើ analysis ខុសតើ potential reward មានតម្លៃសមរម្យនឹង risk ឬអត់ប្រសិនបើ trade មិនផ្ដល់ risk to reward ដែលសមរម្យយើងមិនចាំបាច់ trade ទេឥឡូវស្រមៃថា major economic news កំពុងចេញអ្នកកំពុងកាន់ gold position ភ្លាម price ផ្លាស់ទីយ៉ាងលឿនប្រឆាំងនឹង position របស់អ្នកអារម្មណ៍ចាប់ផ្ដើមនិយាយថាខ្ញុំគួររើ stop loss ទេបន្ទាប់មកប្រហែលវានឹងត្រឡប់មកវិញហើយបន្ទាប់មកខ្ញុំបន្ថែម position មួយទៀតទៅនេះហើយជាពេលដែល small loss អាចក្លាយជា big loss risk management មិនមែនមានន័យថាអ្នកត្រូវតែឈ្នះគ្រប់ trade ទេ risk management មានន័យថានៅពេលអ្នកខុសអ្នកអាចខាតហើយនៅតែមាន capital សម្រាប់ trade ថ្ងៃបន្ទាប់ដូច្នេះមុនពេលអ្នកបើក XAU USD trade សូមសួរខ្លួនឯង3សំណួរសំណួរទី1តើ set up របស់ខ្ញុំជាអ្វីហេតុអ្វីខ្ញុំចូល trade តើខ្ញុំកំពុងរងចាំ confirmation អ្វីសំណួរទី2តើនៅត្រង់ណាដែលខ្ញុំទទួលស្គាល់ថាខ្ញុំខុស stop loss របស់ខ្ញុំនៅឯណាតើ price ណាដែលបញ្ជាក់ថា trading idea របស់ខ្ញុំមិនត្រឹមត្រូវសំណួរទីតើខ្ញុំព្រមខាតប៉ុន្មានកុំគិតតែថាខ្ញុំចង់បាន profit ប៉ុន្មានត្រូវគិតថាបើខ្ញុំខុសខ្ញុំនឹងបាត់បង់ប៉ុន្មានប្រសិនបើអ្នកមិនអាចឆ្លើយបានច្បាស់កុំទាន់ចូល trade ហើយមាន scenario ទី3ដែល trader ជាច្រើនមិនចង់ទទួលស្គាល់នោះគឺគ្មាន setup gold អាចនៅចន្លោះ support និង resistance market អាច sideways major news អាចជិតចេញ volatility អាចខ្ពស់ពេកតើពេលនោះយើងត្រូវធ្វើអ្វី nothing រងចាំហើយនេះគឺជាមេរៀនដ៏ពិបាកបំផុតសម្រាប់ trader ថ្មីអ្នកមិនចាំបាច់ trade រាល់ថ្ងៃទេអ្នកមិនចាំបាច់ចាប់គ្រប់ move ទេអ្នកមិនចាំបាច់បើក trade ដើម្បីបង្ហាញថាខ្លួនឯងជា trader ទេពេលខ្លះ best trade គឺ no trade ការរងចាំក៏ជាការសម្រេចចិត្តមួយដែរ trader ថ្មីសួរថា gold នឹងទៅណាបន្ទាប់ trader ដែលមានបទពិសោធន៍សួរថាបើ gold ឡើងខ្ញុំនឹងធ្វើអ្វីបើ gold ចុះខ្ញុំហើយបើគ្មាន set up ច្បាស់ខ្ញុំនឹងធ្វើអ្វីនេះហើយជាភាពខុសគ្នាអ្នកមិនចាំបាច់ទី candle គ្រប់មួយទេ
អ្នកត្រូវត្រៀមខ្លួនសម្រាប់លទ្ធផលផ្សេងៗដែលអាចកើតឡើងបើ gold បង្ហាញ bullish confirmation អ្នកធ្វើតាម bullish plan បើ gold បង្ហាញ bearish confirmation អ្នកធ្វើតាម bearish plan បើគ្មាន confirmation អ្នករងចាំសាមញ្ញមានវិន័យមានការគ្រប់គ្រងចុងក្រោយនេះសូមចងចាំថាអ្នកមិនអាចគ្រប់គ្រង gold បានទេអ្នកមិនអាចគ្រប់គ្រង US dollar បានទេអ្នកមិនអាចគ្រប់គ្រង treasury yields បានទេអ្នកមិនអាចគ្រប់គ្រង Federal Reserve បានទេអ្នកមិនអាចគ្រប់គ្រង economic news បានទេហើយអ្នកក៏មិនអាចដឹងច្បាស់ថា market នឹងធ្វើអ្វីបន្ទាប់បានទេប៉ុន្តែអ្នកអាចគ្រប់គ្រង position size របស់អ្នក stop loss របស់អ្នក risk របស់អ្នក patience របស់អ្នកហើយសំខាន់បំផុតគ្រប់គ្រងខ្លួនឯងដូច្នេះមុនពេល trade XAU USD លើកក្រោយកុំសួរតែថា gold នឹងឡើងឬចុះសួរខ្លួនឯងថាតើ plan របស់ខ្ញុំជាអ្វីតើនៅត្រង់ណាដែលខ្ញុំខុសតើខ្ញុំព្រមខាតប៉ុន្មានហើយប្រសិនបើ market មិនផ្ដល់ set up ច្បាស់លាស់ដើរចេញកុំបង្ខំ trade ព្រោះនៅថ្ងៃស្អែកនឹងមាន candle ថ្មីនឹងមាន set up ថ្មីនឹងមាន opportunity ថ្មីចងចាំការពារ capital របស់អ្នកគ្រប់គ្រង risk របស់អ្នកគ្រប់គ្រងអារម្មណ៍របស់អ្នកព្រោះនៅក្នុង trading អ្នកមិនចាំបាច់ឈ្នះគ្រប់ trade ទេអ្នកគ្រាន់តែត្រូវរក្សាខ្លួនឯងឲ្យនៅក្នុង market បានយូរគ្រប់គ្រាន់ដើម្បីរៀនកែលម្អនិងក្លាយជា trader ដែលមាន discipline កាន់តែប្រសើរនេះជាមាតិកាសម្រាប់គោលបំណងអប់រំប៉ុណ្ណោះមិនមែនជាការណែនាំផ្នែកហិរញ្ញវត្ថុឬសញ្ញា buy និង sell នោះទេការជួញដូរ XAU USD និង Forex ដែលមាន leverage មានហានិភ័យខ្ពស់ហើយអាចបណ្ដាលឲ្យមានការខាតបង់យ៉ាងច្រើនពីមាតិកា Traders Hub